បានជំរាបសួរបងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងតាក់ទងជាមួយនឹងការប្រើប្រាស់ function split receipt ហ្នឹងហើយអញ្ចឹងតុទី1នេះមានការកម្មង់4មុខតំណែងមាន I មានអីចឹងទៅបងអញ្ចឹងព្រាមនោះបាទភ្ញៀវម្នាក់នៅក្នុងតុទី1ហ្នឹងបាទសូមគិតលុយ I អាមេរិកកាណូមុនអញ្ចឹងគឺយើងត្រូវតែប្រើ function split receipt ហ្នឹងហើយអញ្ចឹងដើម្បីប្រើបងចុចមក function នេះបាទខាងក្រោមនេះតមកយើងរើសពាក្យថា split receipt អញ្ចឹងគាត់សុំគិតលុយ I អាមេរិកកាណូមុនអញ្ចឹងយើងចុចមកបាទលេខ1បើគាត់គិតលុយអីមួយទៀតយើងចុចតាមហ្នឹងមកណាបងតែនៅក្នុងនេះខ្ញុំគិតលុយតែ I អាមេរិកកាណូមុនទេហើយខ្ញុំចុចពាក្យថា OK ពីនោះយើងនឹងឃើញថានៅក្នុង table ទី1ហ្នឹងវាមាន2 receipt ផ្សេងគ្នាទី1receipt ដែលយើងបាន split មកពីការកម្មង់លេខកម្មង់លេខ11នេះបងហ្នឹងហើយនេះជា item ដែលយើងបាន split អញ្ចឹងយើងគិតលុយ I អាមេរិកកាណូបាទយើងចុច pay ធម្មតាហ្នឹងទៅតើនៅក្នុងតុទី1ហ្នឹងគឺនៅសល់តែ1 receipt ទេបាទអញ្ចឹងវីដេអូតាក់ទងនៅនឹងការប្រើប្រាស់ function split receipt មានតែប៉ុណ្្នឹងទេបងអរគុណច្រើន